ប៉ារ៉ាស៊ីតខាងក្រៅនៃមាន់វីដេអូមុនខ្ញុំបាននិយាយតាក់ទងជាមួយនឹងប៉ារ៉ាស៊ីតនៅក្នុងមាន់ហើយអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីប៉ារ៉ាស៊ីតនៅខាងក្រៅមាន់ម្ដងតើវាមានអីគេខ្លះជាទូទៅភ្នាក់ងារបង្កជំងឺប៉ារ៉ាស៊ីតខាងក្រៅហ្នឹងគឺជាប៉ារ៉ាស៊ីតហើយប៉ារ៉ាស៊ីតខាងក្រៅហ្នឹងមានដូចជាចៃតុកែស្រមៅឬក៏ចៃក្រហមបាទនិយាយទៅដល់ការកើតមានឡើងហ្នឹងគឺភាគច្រើនវាកើតនៅតំបន់ដែលមានខ្យល់ចេញចូលអត់ល្អហើយកន្លែងងងឹតនៃទ្រុងមាន់ហើយមួយវិញទៀតហ្នឹងវាអាចកើតមាននៅលើរោមស្លាបស្បែកនិងជុំវិញរុនគូតនៃមាន់ផងដែរ admin នឹងមកប្រាប់ពីរោគសញ្ញាខ្លះដែលកើតមានជំងឺប៉ារ៉ាស៊ីតខាងក្រៅហ្នឹងគឺទី1ហ្នឹងដោយសារតែឈាមហ្នឹងត្រូវបានបឺតធ្វើឲ្យវារមាស់អត្រាលូតលាស់យឺតហើយនិងអត្រាទម្លាក់ទាបផងដែរបើសិនជាការការពារនិងការព្យាបាលវិញគឺងាយស្រួលទេអ្នកនរគ្នាគ្រាន់តែព្យាបាលដោយដាក់ស្លឹកថ្នាំជក់ឬក៏គ្រាប់Naphthalene ក្នុងសម្បុកបាញ់លើដងខ្លួនទាំងមូលហើយក្រោមរោមដោយលាយថ្នាំសម្លាប់សត្វល្អិត Sevin និងម្សៅក្នុងសមមាត្រ 1.9 អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់តាក់ទងជាមួយនឹងជំងឺមួយនេះអាច comment នៅខាងក្រោមបានអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ